វីដេអូនេះខ្ញុំនឹងមកបង្ហាញបងប្អូនថាតើអ្វីទៅជាកម្មវិធី Myleka Dashboard និងតើអ្វីទៅជាកម្មវិធី Myleka POS ព្រមទាំងមុខងារសំខាន់ៗរបស់កម្មវិធីទាំងពីរនេះដើម្បីឲ្យបងប្អូនយល់ច្បាស់អំពី App Myleka របស់ពួកយើងអាចទាញយកកម្មវិធីទាំងពីរនេះបានយ៉ាងងាយស្រួលតាមរយៈ Microsoft Store, App Store, Play Store និង App Gallery បន្ទាប់ពី download កម្មវិធីទាំងពីរនេះហើយឥឡូវនេះខ្ញុំនឹងមកបង្ហាញបងប្អូនអំពី Myleka Dashboard ជាមុនសិន Myleka Dashboard ជាកម្មវិធីដែលដាក់ឲ្យប្រើប្រាស់សម្រាប់ម្ចាស់អាជីវកម្មផ្ទាល់អាចប្រើប្រាស់បានទៅលើទូរស័ព្ទដៃ Computer និង Tablet រួមទាំងមានមុខងារជាច្រើនទៀតដូចជាការមើលរបាយការណ៍សង្ខេបទាក់ទងនឹងចំណូលចំណាយរបាយការណ៍អំពីមុខទំនិញការបញ្ចូលស្តុកការបង្កើតមុខទំនិញឬម៉ឺនុយថ្មីការបង្កើតគណនីបុគ្គលិកបិទបើក feature ណាមួយនៅលើ user បុគ្គលិកការកំណត់រូបិយប័ណ្ណប្រាក់ដុល្លារឬប្រាក់រៀលបន្ថែមប្រភេទទូទាត់សាច់ប្រាក់និងការបង្កើត device សម្រាប់ login ចូលឧបករណ៍ផ្សេងៗរួមទាំងមានមុខងារសំខាន់ៗជាច្រើនទៀតដែលម្ចាស់អាជីវកម្មគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃក៏អាចមើលរបាយការណ៍និងបង្កើតប្រតិបត្តិការផ្សេងៗដោយច្រើនសម្បូរបែបពីចម្ងាយបាន Myleka POS ជាកម្មវិធីដែលដាក់ឲ្យប្រើប្រាស់សម្រាប់បុគ្គលិកឬអ្នកដែលប្រចាំការនៅហាងផ្ទាល់ផ្ដោតសំខាន់ទៅលើការលក់ការបែងចែកប្រភេទទំនិញជាផ្នែកបានយ៉ាងច្បាស់លាស់ងាយស្រួលសម្រាប់ធ្វើការស្វែងរកអាច scan barcode ឬស្វែងរកទំនិញបានយ៉ាងឆាប់រហ័សដោយគ្រាន់តែវាយលេខកូដឬឈ្មោះទំនិញនិងអាចប្រើប្រាស់ Restaurant Mode សម្រាប់អាជីវកម្មហាងកាហ្វេឬភោជនីយដ្ឋានអាចកំណត់តម្លៃលក់ដុំតម្លៃលក់រាយតាមឈ្មោះអតិថិជនដែលបានកំណត់នៅលើកម្មវិធី POS នេះផ្ទាល់ទិន្នន័យដែលលក់នៅលើកម្មវិធី POS ម្ចាស់អាជីវកម្មអាចមើលឃើញភ្លាមៗនៅក្នុងកម្មវិធី Dashboard គ្រប់ពេលវេលាគ្រប់ទីកន្លែងទាំងនេះជាព័ត៌មានត្រួសត្រាអំពី App ទាំងពីរនេះនៅមានមុខងារសំខាន់ៗផ្សេងៗជាច្រើនទៀតដែលពួកយើងមិនបានរៀបរាប់អស់សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកយើងតាមរយៈ Telegram ខាងក្រោមនេះ